បាទសូមស្វាគមន៍មកកាន់មេរៀនទី11មេរៀនដែលនិយាយអំពីស្រាប់ផ្សំ e បូកនឹង e បាទដែលស្រាប់ផ្សំនេះគឺមានសូរសំឡេង air បាទហើយមុននឹងដល់មេរៀនយើងចាប់ដើមសួរបាទអញ្ចឹងក្នុងគោលបំណងក្នុងមេរៀននេះគឺទី1គឺចង់ឲ្យសិស្សស្គាល់ពីរូបរាងពិតនៃស្រៈនេះបាទតើគេសរសេរបែបណាគ្រាន់តែឃើញចាំបាទទី2គឺចង់ឲ្យសិស្សស្គាល់អំពីរបៀបនៃការបញ្ចេញសំឡេងរបស់វាឲ្យបានច្បាស់គ្រាន់តែឃើញពាក្យគឺអាចបញ្ចេញសំឡេងបានទី3គឺចង់ឲ្យសិស្សទាំងអស់គឺអានពាក្យបានត្រឹមត្រូវងាយស្រួលក្នុងការអានកថាខណ្ឌបាទចំពោះអ្នកដែលចូលមើលថ្មីគឺសូមជួយចុច Subscribe នៅខាងក្រោមសិនដើម្បីទទួលបានវីដេអូថ្មីបន្តបាទដូច្នេះដើម្បីកុំឲ្យខាតពេលយូរសូមចូលទៅកាន់មេរៀនតែម្ដងបាទអញ្ចឹងទី1គឺសិក្សាពីសំឡេង A ឯងបាទតើសំឡេង A គេប្រើនៅពេលណាបាទឧទាហរណ៍ថាខ្ញុំមានអក្សរ B បូកជាមួយនឹងស្រៈ A បូកជាមួយនឹងព្យញ្ជនៈ O ឬក៏ព្យញ្ជនៈ A ដែល A នេះគឺយើងដឹងហើយថាគឺជាអក្សរមួយដែលនៅបន្ទាប់ពីស្រៈដែលគ្មានសំឡេងគឺទាក់ទងនឹងភាសាខ្មែរដែលយើងសរសេរថាកអាការដរោការអញ្ចឹងក្នុងភាសាខ្មែរយើងគឺអក្សររោនេះគឺគ្មានសំឡេងទេឲ្យតែនៅជាប់នឹងស្រៈបាទអញ្ចឹងកន្លែងនេះយើងឃើញថាអក្សរ អ នេះគឺគ្រាន់តែជាអក្សរមួយដែលនៅបន្ទាប់ពីស្រៈទី1គឺសូរសំឡេង A ដែល A នេះយើងឃើញផ្សំឡើងពីព្យញ្ជនៈ B បូកនឹងស្រៈ A បូកនឹងព្យញ្ជនៈ O ដែលព្យញ្ជនៈ O នេះស្មើនឹងអក្សររោគឺគ្មានសំឡេងទេដូចអក្សរខ្មែរយើងដែរបាទអញ្ចឹងនៅពេលនេះយើងឃើញថា B បូកជាមួយនឹងស្រៈ A បូកជាមួយនឹងព្យញ្ជនៈ O យើងអានថ្មីបាទអានថា beer នេះប្រែថាស្រាបៀរបាទគឺស្រាដែលគេលក់រាល់ថ្ងៃបាទស្រាបៀរបាទដូច Kensberg ដូចស្រាបៀរ ABC បាទហ្នឹងហើយអញ្ចឹងយើងឃើញទៅយល់ beer ហ្នឹងទី2យើងឃើញព្យញ្ជនៈ D បាទបូកជាមួយនឹងស្រៈ E ដដែលបូកជាមួយនឹងព្យញ្ជនៈ O ដែល O គ្មានសំឡេងទេអានថាម៉េចបាទអានថា dear dearនេះប្រែថាក្តាន់បាទសត្វក្តាន់យើងសត្វក្តាន់បាទទី3ព្យញ្ជនៈបន្តទៀតយើងឃើញព្យញ្ជនៈ C A O បូកជាមួយនឹងស្រៈ A បូកជាមួយនឹងព្យញ្ជនៈ O បាទដែលទីនេះយើងឃើញ C ដើរតួជាអក្សរខអក្សរខឬខលេងសូរខអញ្ចឹងយើងឃើញមានAO នេះគឺជាស្រៈតូលបាទស្រៈតូលយើងឃើញមានចូលរួមហើយ C នេះគឺស្មើនឹងសំឡេងខហៅសំឡេងខក្នុងភាសាអង់គ្លេសខដាក់ស្រៈអឺខបាទខរោដាក់ស្រៈអ៊ីរៀខរៀប្រែថាអាជីពបាទដល់ពាក្យទី4យើងឃើញមានព្យញ្ជនៈ C H បូកជាមួយស្រៈ E បូកជាមួយនឹងព្យញ្ជនៈ O អានថាដោយសារតែអក្សរ CH ស្មើនឹងអក្សរឆស្មើអក្សរឆបាទឆដាក់ស្រៈ A អានថា chair ប្រែថាជួលកែវមួយបាទយើងមានកម្មវិធីណាមួយយើងត្រូវតែជួលកែវបាទជួលកែវមួយដើម្បីផឹកសូរ៉ាបាទពេលទី4យើងឃើញមានព្យញ្ជនៈ ST បូកជាមួយនឹងស្រៈ E ដដែលហើយយើងឃើញមានព្យញ្ជនៈ O ឃើញមានស្រៈ I NG ត្រង់នេះយើងឃើញព្យញ្ជនៈ O មានសំឡេងបាទមានសំឡេងអក្សររោបាទដោយសារវាមានពាក្យបន្តទៅទៀតបាទអញ្ចឹងយើងអានថាម៉េចបាទយើងអានថាសជើងតោស្ទោដាក់ស្រៈ E stair
rô đã sẽ ý rị đằng ngô ring and steering 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 នេះប្រែថាចង្កូតឡានបាទចង្កូតឬក៏ចង្កូតឡានចង្កូតហ្នឹងបាទឥឡូវពាក្យបន្តមកទៀតយើងឃើញមាន VOLUNT បូកជាមួយនឹងស្រៈ A បូកជាមួយនឹងព្យាអ ដែលអានថា volunteer ប្រែថាស្ម័គ្រចិត្តបាទស្ម័គ្រចិត្តនេះយើងចង់ធ្វើការស្ម័គ្រចិត្តនៅកន្លែងក្រុមហ៊ុនណាមួយដំបូងយើងធ្វើការស្ម័គ្រចិត្តសិនដើម្បីយកបទពិសោធន៍បាទទៅខែក្រោយយើងធ្វើការពេញសិទ្ធដើម្បីយកប្រាក់ខែបាទអញ្ចឹង volunteer នេះគឺជា volunteer ប្រែថាស្ម័គ្រចិត្តបាទទី3យើងឃើញមានព្យញ្ជនៈ F ដែលមានសំឡេង f ដាក់ស្រៈ A fear បូកជាមួយនឹងព្យញ្ជនៈ L មានសំឡេងបាទអញ្ចឹង fear ដល់ low feel នេះប្រែថាអារម្មណ៍បាទអារម្មណ៍យើងមានអារម្មណ៍អីដែរអារម្មណ៍យើងចង់បានអារម្មណ៍សប្បាយចិត្តអារម្មណ៍មិនសប្បាយចិត្តយើងប្រើពាក្យ feel បាទឥឡូវយើងឃើញឥឡូវពាក្យបន្តមកទៀតយើងឃើញមានព្យញ្ជនៈ H បូកជាមួយស្រៈ A បូកជាមួយនឹងព្យញ្ជនៈ L មានសំឡេងអានបាទ L មានសំឡេងអាន L ស្មើនឹងអក្សរ low បាទអញ្ចឹង here ដល់ low heel នេះប្រែថាកែងជើងបាទកែងជើងយើងបាទអូខេយើងសិក្សាពាក្យបន្តមកទៀតដោយសារពាក្យសំខាន់យើងឃើញថាយើងឃើញមានព្យញ្ជនៈ P បូកស្រៈ A ដដែលបូកនឹងព្យញ្ជនៈ L អានថា peel ប្រែថាបកសម្បកបាទនេះបកសម្បកចេកបកសម្បកឲ្យយើងបកសម្បកផ្លែឈើបាទយើងប្រើពាក្យ peel សូមបញ្ជាក់ថាត្រង់នេះយើងអាចអានថាស្រៈ E ទេបាទយើងអាចថាអានទៅ peel ឬអានថា heel គឺ heel feel អត់ទេគឺសូររបស់វាគឺជាស្រៈ E បាទអញ្ចឹងយើងឃើញយើងស្គាល់ថាប្រភេទស្រៈ E មានប្រមាណពាក្យយើងឃើញហើយបាទខាងក្រោមនេះយើងឃើញមានពាក្យបន្តទៀតតែពាក្យដូចគ្នាគ្រាន់តែយើងថែម ER នៅខាងចុងនេះគឺបានហើយបាទអញ្ចឹងពាក្យបន្ទាប់ទៀតយើងឃើញមានព្យញ្ជនៈ P ដដែលបូកជាមួយនឹងស្រៈ E បូកជាមួយនឹង L ER យើងអានថា peeler នេះគឺជាឧបករណ៍មួយសម្រាប់បកសម្បកផ្លែឈើបាទ peeler អូខេអញ្ចឹងក្នុងវីដេអូនេះគឺសិក្សារយៈពេលខ្លីដោយសារតែឃើញថាមានសារៈសំខាន់សម្រាប់សិស្សទាំងអស់គ្នាដែលកំពុងតែតាមដានយ៉ាងសកម្មក្នុងការមើលពាក្យនីមួយៗដើម្បីយកទៅប្រើការឬយកទៅសិក្សាបន្តបាទទោះបីជាពាក្យនេះមានតិចតួចមែនក៏ប៉ុន្តែខ្លឹមបាទយើងអាចសង្កេតឃើញថាល្អបាទអញ្ចឹងបើសិនតែមានលក្ខណៈសំខាន់សូមជួយ share បន្តផងបាទដើម្បីឲ្យគ្នាយើងបានដឹងបន្ថែមបាទបន្ទាប់ពីយើងសិក្សាពាក្យស្រៈនេះហើយយើងក៏ចាប់ដើមឃើញស្រៈថ្មីមួយស្រឡាងទៀតដែលមានរូបរាងឡើងជា ER បាទ ER សូរសំឡេងគឺស្រៈបាទដែលតែងតែភ្ជាប់ទៅនឹងចុងពាក្យបាទចុងពាក្យរបស់ភាសាអង់គ្លេស ER នេះគឺគេតែងតែឃើញនៅចុងពាក្យរហូតបាទសំណួរសួរថាតើគេភ្ជាប់ដោយវិធីណាបាទបើចង់ដឹងពាក្យនេះច្បាស់សូមតាមដាននៅវីដេអូក្រោយបាទសូមអរគុណ